ណាត្រីនចូលបាទការទាត់បាល់ free kick បានយ៉ាងល្អបាទដោយកីឡាករលេខ13ហើយក៏ជាអ្នកដែលរកបានគ្រាប់ទី1ជូនយុវជនក្រសួងការពារជាតិបាទត្រូវបាននៅនាទីទី22បាទកីឡាករត្រីណាត្រិនបាទទស្សនារូបភាពយឺតត្រង់នេះណាត្រិនបាទមួយជើងស្ដាំនេះគឺល្អមែនទែនបាទទាត់ទៅបាទគឺថាផុតអ្នកចាំទីបាទសំអល់វិរៈមិនអាចជួយបានទេបាទបាល់នេះសវ៉ាតកាត់ចូលទៅខាងក្នុងហើយណាត្រិនឆ្កើបាល់មួយញាក់ល្អណាស់ពីណាត្រិនទៅហើយបាទកីឡាករលេខ13បាទអ្នកដែលរកបានមួយគ្រាប់ជូនយុវជនក្រសួងការពារជាតិបញ្ជូនចោះមកត្រង់នេះ1-2ឥឡូវជាប់ណាត្រិនចូលលោមែនតើបាទរកបានគ្រាប់ទី2របស់ខ្លួនបាទកីឡាករលេខ13ត្រីណាត្រិនបាទរកបាននៅនាទីទី66បាញ់មិញបាទលទ្ធផលបណ្ដោះអាសន្នយុវជនក្រសួងការពារជាតិនាំមុខ2-0បាទទស្សនារូបភាពយឺតត្រង់នេះបណ្ណាត្រិនបាទពាំងយកបាល់ត្រង់នេះហើយក៏មើលបាទទីហើយក៏បញ្ចប់ទីបាទបាល់នេះគឺថាទាត់ដោយបច្ចេកទេសពិតតែម្ដង500នាក់ទេបាទសម្រាប់យុវជនក្រសួងការពារជាតិបាទឥឡូវនេះបាល់ទស្សនាបាល់បន្តផ្ដាច់ពីខ្សែការពារឡើងមកខាងលើរិទ្ធវិរិយឆ្ការរំលោវិរិយយ៉ាមកទៅអាយ៉ាទាត់បាល់ហើយយ៉ាមកវិរិយទាត់មកជួយបាទចូលហើយបាទគឺថាវិរិយព្យាយាមបានសម្រាប់បាក់ខ្សែយុវជនលេខ99ជាអ្នករកគ្រាប់ទី3ជូនយុវជនក្រសួងការពារជាតិបាទរកបាននៅចុងម៉ោងបាទចុងវគ្គទី2បាទទស្សនារូបភាពយឺតត្រង់នេះវិរិយរត់ដេញបាល់លើបាទទាត់តាំងនេះប៉ះជើងជាមួយនឹងសម័យវិរិយបាល់នេះទាត់មួយជើងទៀតប៉ះជាមួយនឹងខ្សែការពារតែបាទឡងចូលទៅខាងក្នុងនេះតាណាឲ្យមេងហុងឥឡូវតាំងធៀងឈោវ៉ាន់រិទ្ធវិរិយ2នាក់នៅតាំងតាំងហៀងចូលឃើញថានៅចុងវគ្គទី2នេះបាទរបូតដល់ទៅ2គ្រាប់បាទការបញ្ជូនបានយ៉ាងល្អពីកីឡាកររិទ្ធវិរិយហើយអ្នកដែលសម្រេចបានគ្រាប់ទី4នេះគឺកីឡាករលេខ21បាទកីឡាករតាំងធៀងបាទទស្សនារូបភាពយឺតត្រង់នេះបាទទាញពីរិទ្ធវិរិយដឹកទៅបាទ3រូបតែម្ដងក៏សម្រេចបញ្ជូននៅតាំងធៀងបាទទាត់ដោយបច្ចេកទេសត្រង់នេះបាទគឺថាសម្រេចបាទបានគ្រាប់